កម្រងរបស់អ្នកទាំងអស់គ្នាល្អណាស់ខ្ញុំសប្បាយចិត្តខ្ញុំសម្រេចចិត្តនឹងយកកម្រងរបស់ចេស្តាអញ្ចឹងយើងសម្រេចតាមនឹងហើយលំអៀងយកកូនប្រុសដែលមិនចេះធ្វើអីមកធ្វើការហើយលើកឋានៈខ្ពស់ជាងឯងអ្នកធ្វើការយូរឆ្នាំទៅទៀតអេឈប់សិនចេស្តាបញ្ញាប់ទៅណាលឿនម្លេះមិនឃើញថាអ្នកណាមកលេងទេអីជំរាបសួរបងចេស្តាមិនបាច់ជំរាបសួរក៏បានខ្ញុំមិនចាស់ដល់ថ្នាក់ឲ្យប្អូនលើកដៃសំពះទេអាឡូបងនេះបងដល់ផ្ទះហើយនៅមិនឃើញបងប្រាប់អូនអូបងមកដល់ផ្ទះហើយតែពេលនេះកំពុងនៅតាមផ្លូវអញ្ចឹងបងបាក់ឡានសិនចុះចាំទៅដល់ផ្ទះប្រាប់អូនផងណាបាទស្រឡាញ់អូនជាងគេលើលោកនេះស្រឡាញ់បងដូចគ្នាអូយផ្អែមល្ហែមណាស់ណមិនឃើញក្បាលយើងនៅទីនេះទេអីខ្ញុំមិនព្រមចាញ់នាងម្នាក់នោះទេបងជាស្ដាស័ក្តិសមនឹងខ្ញុំជាងនាងម្នាក់នោះប្រកាសណាស់រឿងវណ្ណៈស្នេហ៍ភាគទី11សំឡេងទូរស័ព្ទរបស់ចេស្តាបានខលមកកាន់ប្រពៃដូចរាល់ដងគ្រាន់តែសំឡេងនៅលើកនេះមិនសូវជាស្រស់ស្រាយដូចរាល់ដងប៉ុន្មានទេអាឡូបងសំឡាញ់មិនខលមកមិននិយាយអញ្ចឹងងល់ឥឡូវហ្នឹងហើយនេះបងមិនសប្បាយចិត្តរឿងម៉ាក់របស់បងនឹងអូនមែនទេឲ្យបងសប្បាយចិត្តយ៉ាងម៉េចទៅបើបងត្រូវឃើញមនុស្សដែលបងស្រឡាញ់ទាំងពីរមើលមុខគ្នាមិនចំបែបនេះឬក៏អូនសប្បាយចិត្តដែលថ្ងៃនេះម៉ាក់បងទៅនិយាយស្ដីមិនល្អជាមួយអូនតែអូនមានប្រកាន់គាត់ឯណាតែបងដឹងថាអូនក៏កំពុងតែគិតខ្វល់ខ្វាយពីរឿងនេះដែរបានហើយបងយើងបដូររឿងនិយាយទៅនិយាយរឿងនេះអូនគិតមិនចាញ់ទេថាត្រូវដោះស្រាយរបៀបណាព្រោះម៉ាក់បងគាត់មិនពេញចិត្តអូនតាំងពីថ្ងៃដំបូងដែលមិនទាន់ស្គាល់គាត់ម្លេះដូច្នេះហើយមិនដឹងថាត្រូវកែប្រែឬរកដំណោះស្រាយអ្វីដើម្បីឲ្យគ្រប់យ៉ាងវាល្អប្រសើរទេមានតែចាំឲ្យពេលវេលាជាអ្នកដោះស្រាយចុះបងសន្យាថានឹងដោះស្រាយរឿងនេះឲ្យបានលឿនបំផុតហើយគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញអូនជឿជាក់លើបងណាចាប្រពៃស្អែកនេះបងមានប្រជុំនៅក្រុមហ៊ុនពីព្រលឹមអញ្ចឹងបងអាចមិនបានទៅទទួលអូនដោយរាល់ដងទេណាអូនអាចទៅជាមួយនារីមួយថ្ងៃបានអត់ប្រហែលយប់ពេលអូនចេញពីរៀនចាំបងទៅយកណាចាបងបានតាខំធ្វើការណាបាទចាំមិនដែរបងតាំងពីធ្វើការមកហត់នឿយអត់ហើយបងបានរៀនសូត្រអ្វីខ្លះដែរពីការងារដែលបងធ្វើអូនខានសួរនាំបងពីរឿងការងារនេះយូរហើយណាព្រោះមានមនុស្សខ្លះឥឡូវពូកែណាស់មិនមែនមកប្រឹក្សាអ្វីជាមួយយើងទេមានណាបងមិនប្រកែរហូតមិនចង់ពិភាក្សាជាមួយអូនឯណាមកពីបងឃើញអូនរវល់នឹងកន្លែងធ្វើការផងហើយថែមទាំងរវល់រៀនទៀតបងមិនចង់បន្ថែមសម្ពាធបងឲ្យតែអូនទៀតនឹងណាអូនមិនដែររអ៊ូផងបងដឹងតែមែនតើទៅនៅកន្លែងការងារបងឥឡូវនេះរឿងរវល់បន្តិចព្រោះពេលនេះប៉ាហ៊ានមិនដោយបងឲ្យកាន់ការងារធំអញ្ចឹងទៅបងក៏រវល់ទៅតាមនឹងដែរហើយតាំងពីបងតាក់ទងជាមួយអូនមកណាបងមិនដែលមានអារម្មណ៍ថាការងារលំបាកអីទេហេតុអីទៅព្រោះបងមានកម្លាំងចិត្តនិងហេតុផលរាប់រយយ៉ាងដើម្បីឲ្យខ្លួនឯងនេះខិតខំព្យាយាមក្នុងការងារបងតែងតែប្រាប់ខ្លួនឯងថាបងត្រូវតែធ្វើជាមនុស្សឧស្សាហ៍ព្យាយាមព្រោះបងមានអូនជាគំរូអូនជាមនុស្សឧស្សាហ៍ព្យាយាមណាស់ហើយបងក៏តែងតែប្រាប់ខ្លួនឯងថាបងត្រូវតែធ្វើជាមនុស្សដែលពូកែនិងមានសមត្ថភាពម្នាក់ព្រោះក្តីសម័យដ៏ធំរបស់បងគឺចង់ឲ្យអូនមានជីវិតដ៏ល្អប្រសើរនៅថ្ងៃអនាគតទៅបងនឹងចិញ្ចឹមអូនដោយសមត្ថភាពបងហើយបងត្រូវតែធ្វើវាឲ្យបានអូយសម្ដីផ្អែមណាស់គ្មានលុយចែកឲ្យទេបងស្រឡាញ់អូនណាស់ប្រពៃបងពិតជាមិនដឹងទេថាបើថ្ងៃនេះបងគ្មានអូននៅក្នុងជីវិតតើមនុស្សដូចជាបងនេះនឹងចេះគិតបែបនេះដែរឬអត់អូនពិតជាបានផ្លាស់ប្ដូរបងមែនអរគុណណាស់អរគុណសម្រាប់គ្រប់យ៉ាងហើយបងពិតជាមិនអាចគិតបានមែនថាបើថ្ងៃក្រោយគ្មានវត្តមានអូនតើបងអាចនឹងរស់នៅបានដោយរបៀបម៉េចបងក៏រស់នៅតាមរបៀបបងទៅនឹងណាយើងមិនអាចមើលឃើញទេថាថ្ងៃស្អែកវានឹងមានរឿងអ្វីកើតឡើងទេ
ហើយក៏មិនមានអ្វីមកកំណត់បានយ៉ាងច្បាស់ដែរថាថ្ងៃក្រោយយើងពិតជាអាចរួមរស់នៅជាមួយគ្នាបានតែអ្វីដែលបងត្រូវចាំទុកនោះគឺត្រូវតែអភិវឌ្ឍខ្លួនឲ្យបានល្អជានិច្ចមិនថាជីវិតនេះនឹងមានអូនឬក៏អត់អូននោះទេបងចង់ឲ្យអូនចាំសម្ដីបងមកឃ្លាតទុកក្នុងជីវិតនេះបងសូមយកអូនតែម្នាក់គត់ជាគូជីវិតទោះជាមានឧបសគ្គនិងរឿងរ៉ាវអ្វីក៏ដោយក៏បងសូមស្ម័គ្រស្មោះតែអូនម្នាក់គត់ប្រពៃយើងនឹងជំនះរឿងរ៉ាវគ្រប់យ៉ាងជាមួយគ្នាណាចាអូននឹងជំនះវាទៅជាមួយគ្នាតែឥឡូវយប់ហើយបងគេងបានហើយព្រោះស្អែកត្រូវក្រោកពីព្រលឹមគេងចុះណាបងរាត្រីសួស្ដីរាត្រីសួស្ដីពៅមាលុះព្រឹកឡើងនៅកន្លែងធ្វើការក្នុងការប្រជុំនេះជាការប្រជុំជ្រើសរើសគម្រោងរបស់អ្នកណាម្នាក់ដើម្បីយកមកបង្កើតជាទីផ្សារដ៏សំខាន់ក្នុងក្រុមហ៊ុនមានបុគ្គលសំខាន់ 2-3 នាក់ក្នុងនោះមានចេស្តាដូចគ្នាដែលនឹងមកបញ្ចេញគំនិតទៅលើគម្រោងថ្មីនេះគម្រោងរបស់អ្នកទាំងអស់គ្នាល្អណាស់ខ្ញុំសប្បាយចិត្តដែលបានឃើញថាបុគ្គលិកខ្ញុំឥឡូវនេះពូកែបែបនេះប៉ុន្តែដោយដែលយើងបានដឹងអញ្ចឹងខ្ញុំជ្រើសរើសតែគម្រោងរបស់នរណាម្នាក់ប៉ុណ្ណោះអញ្ចឹងបន្ទាប់ពីបានវិភាគរួចរាល់ខ្ញុំសម្រេចចិត្តនឹងយកគម្រោងរបស់ចេស្តាព្រោះខ្ញុំយល់ថាអ្វីដែលចេស្តាគិតមើលទៅវាអាចទៅរួចហើយក៏ល្អដែរអាចជួយសន្សំសំចៃដល់ក្រុមហ៊ុនបានច្រើនអញ្ចឹងយើងសម្រេចតាមនឹងហើយមាននរណាមិនយល់ស្របទេអាចបញ្ចេញគំនិតបានអូខេលោកប្រធានមិនមានអីជំទាស់ទេអញ្ចឹងបិទការប្រជុំក្រោយការប្រជុំគ្រប់យ៉ាងដូចជាមិនមានអ្វីទេតែដូចដែលដឹងអញ្ចឹងការមិនពេញចិត្តតែងតែមានព្រោះបុគ្គលិកដទៃទៀតយល់ថាលោកសទ្ធាមានការលំអៀងខ្ញុំដឹងច្បាស់ថាមិនត្រូវបានគេយកគម្រោងខ្លួនឯងទៅធ្វើតាំងពីឮថាគម្រោងនេះមានលោកចេស្តាមកធ្វើដែរម្ល៉េះហើយមិនយល់ទេមិនដឹងថាគាត់នៅត្រូវការបុគ្គលិកទៀតឬអត់បើពួកយើងខំធ្វើការដាច់បាយដាច់ទឹកចុងក្រោយយកកូនប្រុសខ្លួនឯងដដែលអញ្ចឹងខំឲ្យពួកយើងធ្វើអីលំអៀងយកកូនប្រុសដែលមិនចេះធ្វើអីមកធ្វើការហើយលើកឋានៈខ្ពស់ជាងឯងអ្នកធ្វើការយូរឆ្នាំទៅទៀតបើមេចេះទៅមិនថាទេតែមេនេះឡើងមកតាមខ្សែស្អីក៏មិនចេះដែរបានហើយប្រយ័ត្នមានគេស្ដាប់ឮតោះតែធ្វើការទៅការសន្ទនាដែលមិនល្អពីចេស្តារបស់បុគ្គលិកត្រូវបានចេស្តាស្ដាប់ឮគេមិនបានខឹងទេព្រោះគេក៏យល់ថាវាមិនសូវយុត្តិធម៌ប៉ុន្មានដែរយ៉ាងម៉េចដែរកូនសប្បាយចិត្តទេបាទប៉ាសប្បាយចិត្តណាស់ដែលកូនប្រុសប៉ានេះមានការអភិវឌ្ឍច្រើនយ៉ាងនេះបន្តិចទៀតកាន់តំណែងជំនួសប៉ាបានហើយពេលនោះប៉ាក៏លែងខ្វល់ពីរឿងអីទៀតដែរប៉ាយ៉ាងម៉េចកូនបើខ្ញុំមិនជាកូនប៉ាតើសមត្ថភាពរបស់ខ្ញុំអាចដល់ចំណុចនេះដែរអត់កូនកំពុងតែខ្វល់ថាខ្លាចអ្នកដទៃនៅក្នុងក្រុមហ៊ុនគេគិតថាកូនអាងខ្សែមែនទេចុះវាបែបនឹងមែនឬអត់ប៉ាចេស្តាអើយវាជាលើកដំបូងរបស់កូនចឹងឯងប៉ាប្រាប់ណាថ្ងៃក្រោយកូនជាប្រធានកូនជាអ្នកឲ្យប្រាក់ខែពួកគេទាំងអស់នោះកូនទៅខ្វល់អីច្រើនម្ល៉េះមិនអីទេណាបើគេថាកូនអាងខ្សែបើអាងខ្សែមែនតើវាយ៉ាងម៉េចបើកូនជាកូនប្រធានក្រុមហ៊ុនយ៉ាងម៉េចចង់ឲ្យកូនប្រធានក្រុមហ៊ុនចុះទៅធ្វើអ្នកអនាម័យសិនមុននឹងឡើងមកធ្វើជាប្រធានណាតែសមត្ថភាពខ្ញុំវាមិនសមនឹងទទួលតំណែងទាំងនោះទេបានហើយកូនឈប់គិតបែបនឹងទៅប៉ាមិនយកមនុស្សដែលមិនចេះអីមកធ្វើជាប្រធានគ្រប់គ្រងជំនួសប៉ាទេប៉ាចំណាស់នេះហើយមនុស្សពូកែឬមិនពូកែគ្រាន់តែនិយាយចេញមកប៉ាដឹងបាត់ទៅហើយឈប់គិតពីរឿងនេះទៀតទៅប៉ាទៅធ្វើការសិនហើយបាទប៉ាអ្វីបើលោកសទ្ធានិយាយយ៉ាងច្បាស់លាស់ពីរឿងនេះមែនតែជាធម្មតារបស់ចេស្តាវាក៏នៅតែធ្វើឲ្យចេស្តាខ្វល់ចិត្តគិតតិចតួចដែរល្ងាចឡើងចេស្តាបានទៅយកប្រពៃចេញពីរៀនអូនចា
អូនគិតថាបងពូកែគ្រប់គ្រាន់នៅប្រពៃភ្ញាក់ផ្អើលនឹងសំណួររបស់ចេស្តាក៏បានដឹងថាប្រហែលជានៅកន្លែងធ្វើការមានអ្វីមិនល្អកើតឡើងសម្រាប់អូនបងប្រកែកណាស់ពូកែបំផុតអូនមានមោទនភាពចំពោះរាល់សកម្មភាពដែលបងបានធ្វើបងគឺអស្ចារ្យណាស់សម្រាប់អូនចេស្តាញញឹមដោយអារម្មណ៍កក់ក្ដៅបំផុតទៅកាន់ប្រពៃអរគុណអូនមានអូនទើបធ្វើឲ្យបងដឹងថានៅថ្ងៃដ៏អាក្រក់បំផុតក៏នៅមានពន្លឺតូចមួយដែលភ្លឺចាំងមកកាន់ជីវិតបងហើយធ្វើឲ្យបងដឹងថាវាមិនអាក្រក់ពេកទេសម្រាប់ថ្ងៃនេះព្រោះបងមានអូនដែលតែងតែនៅក្បែរបងជានិច្ចអូននឹងនៅក្បែរបងគ្រប់ជំហានហើយនឹងធ្វើជាពន្លឺដ៏តូចនោះសម្រាប់បងជានិច្ចប្រពៃបានចាប់ដៃចេស្តាហើយនិយាយបងប្រកែកណាស់ទន្ទិញពាក្យនេះក្នុងចិត្តបងស័ក្តិសមនឹងរឿងរ៉ាវល្អៗជាច្រើនដែលចូលមកក្នុងជីវិតរបស់បងមិនថាមានឧបសគ្គអ្វីក៏ដោយសូមបងកុំចុះចាញ់ជំនះនេះហើយបន្តទៅមុខទៀតនៅភាពជឿជាក់អរគុណអូនហើយប្រាប់អូនបាននៅថាបងមានបញ្ហាអ្វីហេតុអីមកសួរសំណួរបែបហ្នឹងមកកាន់អូនមានបញ្ហាបន្តិចតួចនៅក្រុមហ៊ុនតែពេលនេះគ្មានបញ្ហាអីទៀតទេព្រោះបងមានអូនតែងតែជួយពន្យល់បងគ្រប់រឿងដែលមិនល្អទាំងនោះពេលនេះបងសប្បាយចិត្តវិញហើយតោះត្រូវញ៉ាំអីទៅមុននឹងជូនអូនទៅផ្ទះអូខេអត់អូខេគ្រប់យ៉ាងនៅពេលនេះដូចជាត្រឡប់មកល្អដូចដើមវិញហើយរឿងការងារក៏គ្មានអ្វីគួរឲ្យបារម្ភច្រើនទៀតដែរមើលទៅរឿងដែលត្រូវដោះស្រាយធំបំផុតនៅពេលនេះគឺជារឿងរបស់ម្ដាយចេស្តាហើយមើលទៅថ្ងៃនេះគេត្រឡប់ទៅដល់ផ្ទះហើយក៏បានឃើញនារីរ័ត្នកំពុងតែអង្គុយនិយាយលេងជាមួយនឹងលោកស្រីចិន្តាគ្រាន់តែលោកស្រីចិន្តាឃើញចេស្តាដើរចូលផ្ទះភ្លាមក៏ស្រែកខាត់ដំណើរផ្លែនអេឈប់សិនចេស្តាប្រញាប់ទៅណាលឿនម្លេះមិនឃើញថាអ្នកណាមកលេងទេអីជំរាបសួរបងចេស្តាមិនបាច់ជំរាបសួរក៏បានខ្ញុំមិនចាស់ដល់ថ្នាក់ឲ្យប្អូនលើកដៃសំពះទេសួស្ដីធម្មតាទៅគឺគ្រប់គ្រាន់ហើយអញ្ចឹងបើមិនមានអីទេខ្ញុំសូមឡើងទៅបន្ទប់សម្រាប់សិនហើយអេឈប់សិនកូនប្រុសប្រញាប់អីម្លេះណែបន្ទប់មិនរត់ចោលទេមកអង្គុយនិយាយលេងជាមួយប្អូនសិនទៅម៉ាក់អូយមិនអីទេលោកអ៊ំប្រហែលបងចេស្តាគាត់មិនសូវចង់និយាយជាមួយខ្ញុំទេហើយណាមួយមេឃយប់ណាស់ទៅហើយខ្ញុំប្រហែលសុំជម្រាបលាអ៊ំស្រីអ៊ំប្រុសនិងបងចេស្តាទៅផ្ទះសិនហើយអូមែនហើយនេះយប់ណាស់ទៅហើយតើថ្ងៃនេះអរគុណក្មួយនារីរ័ត្នដែលបានមកកំដរអ៊ំដើរផ្សារហត់ណាស់អញ្ចឹងបានជាតបស្នងសងគុណចាំអ៊ំឲ្យចេស្តាជូនក្មួយត្រឡប់ទៅផ្ទះវិញចុះម្យ៉ាងយប់ហើយអ៊ំណាមិនចង់ឲ្យត្រឡប់ទៅផ្ទះតែម្នាក់ឯងទេម៉ាក់ខ្ញុំមិនទំនេរទេមិនអីទេអ៊ំស្រីខ្ញុំទៅវិញម្នាក់ឯងក៏បានដែរហើយខ្លាចតែដល់ផ្ទះលោកប៉ាស្ដីឲ្យទេយកប្រលប់ថ្មនេះហើយទៅផ្ទះម្នាក់ឯងទៀតចេស្តាជូនក្មួយនារីរត់ត្រឡប់ទៅផ្ទះបន្តិចទៅណាកូនណាមួយយប់ហើយចេស្តាដោយមិនអាចប្រកែកបានក៏សម្រេចចិត្តថានឹងជូននារីរត់ទៅផ្ទះនៅតាមផ្លូវនារីរត់ព្យាយាមរករឿងនិយាយជាច្រើនជាមួយនឹងចេស្តាតែទោះជាយ៉ាងណាចេស្តាក៏មិនបង្ហាញសកម្មភាពចង់និយាយជាមួយដែរស្របពេលនោះដែរប្រពៃក៏ខលមកចេស្តាល្មមអាឡូបងនេះបងដល់ផ្ទះហើយនៅមិនឃើញបងប្រាប់អូនអូបងមកដល់ផ្ទះហើយតែពេលនេះកំពុងនៅតាមផ្លូវជូនកូនស្រីមិត្តភ័ក្តិម៉ាក់របស់បងទៅផ្ទះវិញព្រោះថ្ងៃនេះគេមកជួយកំដរម៉ាក់ដើរផ្សារបងមិនទាន់បានប្រាប់អូនប្រពៃជាមនុស្សមានហេតុផលនិងជឿចិត្តចេស្តាណាស់ដូច្នេះហើយនាងក៏មិនបានងក់ងល់ច្រើនឬក៏សួរដេញដោលអ្វីច្រើនដែរអញ្ចឹងបងបាក់ឡានសិនចុះចាំទៅដល់ផ្ទះប្រាប់អូនផងណាបាទស្រឡាញ់អូនជាងគេលើលោកនេះស្រឡាញ់បងដូចគ្នាចេស្តាបើកសំឡេងទូរស័ព្ទលឺដើម្បីបង្ហាញទៅកាន់នារីរ័ត្នពីភាពផ្អែមល្ហែមរបស់ខ្លួននិងប្រពៃក្នុងចេតនាកុំឲ្យនារីរ័ត្នគិតអ្វីលើសពីនេះដូចដែលម្ដាយរបស់គេរៀបចំទុកដាក់ឲ្យអូយផ្អែមល្ហែមណាស់ណមិនឃើញក្បាលយើងនៅទីនេះទេអី
ប្រពៃតើគេនោះមានអ្វីល្អលើខ្ញុំទៅហេតុអីបងជាស្ដាមិនព្រមចែកក្តីស្រឡាញ់ខ្លះមកកាន់ខ្ញុំអញ្ចឹងខ្ញុំមិនព្រមចាញ់នាងម្នាក់នោះទេបងជាស្ដាស័ក្តិសមនឹងខ្ញុំជាងនាងម្នាក់នោះប្រកាសណាស់ថ្ងៃនោះក៏រំលងផុតទៅដោយនៅមានរឿងខ្លះក៏មិនបានដោះស្រាយហើយរឿងខ្លះទៀតក៏ត្រូវរងចាំពេលវេលាស័ក្តិសមសម្រាប់ដោះស្រាយពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់ជាស្ដានិងប្រពៃក៏កាន់តែល្អប្រសើរតែស្របពេលគ្នានោះដែរការលូកដៃដើម្បីរាំងស្ទះទំនាក់ទំនងគេទាំងពីរពីម្ដាយរបស់ជាស្ដាក៏កាន់តែខ្លាំងទៅថ្ងៃមួយយ៉ាងម៉េចហើយជាមួយក្មេងសម្រែននោះល្មមឈប់លេងបានហើយនៅសប្បាយអស់ចិត្តហើយនៅនេះណាម៉ាក់ខំបដ ாய் ឯងឡើងកន្លះឆ្នាំដើម្បីឲ្យឯងដឹងថាអ្វីជារបស់មានតម្លៃពិតហើយអ្វីដែលគ្រាន់តែជារបស់លេងមួយពេលនេះខាននិយាយកន្លះឆ្នាំហើយខ្ញុំស្មានថាម៉ាក់ផ្លាស់ប្ដូរគំនិតហើយតើគំនិតម៉ាក់គឺបែបនេះហើយនឹងគ្មានការផ្លាស់ប្ដូរអ្វីទាំងអស់វាដល់ពេលហើយជាស្ដាឯងខាត់ពេលជាមួយក្មេងនោះច្រើនពេកហើយម៉ាក់លេងបដ ாய் ឯងទៀតហើយចម្លើយរបស់ខ្ញុំនៅថ្ងៃនោះគឺគ្រប់គ្រាន់និងច្បាស់លាស់ហើយខ្ញុំស្រឡាញ់ប្រពៃថ្ងៃនោះនិងថ្ងៃនេះគឺដូចគ្នាមានតែស្រឡាញ់លើដើមមិនថាម៉ាក់ចំណាយពេលយូរប៉ុណ្ណាដើម្បីចង់ផ្លាស់ប្ដូរគំនិតខ្ញុំក៏មិនផ្លាស់ប្ដូរដែរខ្ញុំមានតែសូមវល់ម៉ាក់ឲ្យរៀនបើកចិត្តទូលាយទទួលប្រពៃគេជាមនុស្សស្រីល្អណាស់ខ្ញុំជឿថាបើម៉ាក់បានស្គាល់គេកាន់តែច្បាស់ម៉ាក់នឹងស្រឡាញ់ប្រពៃដូចដែលខ្ញុំស្រឡាញ់ដែរហើយឯងគិតថាម៉ាក់នឹងព្រមបើកចិត្តយកក្មេងស្រីគ្មានវងត្រកូលនោះមកធ្វើជាកូនប្រសាហ៎អញ្ចឹងខ្ញុំគ្មានថ្ងៃបើកចិត្តទូលាយយកអ្វីដែលម៉ាក់និយាយនោះទេអញ្ចឹងឯងក៏ត្រៀមចិត្តផងណាកូនប្រុសព្រោះនៅពេលដែលម៉ាក់និយាយធម៌តិចឯងមិនស្ដាប់អញ្ចឹងម៉ាក់ប្រហែលជាលេងធម៌ក្តៅហើយជាស្ដាមិននិយាយបន្តអ្វីទេក៏បានត្រឹមតែដើរចេញពីកន្លែងនោះទៅដល់ពេលហើយមិនដោយកូននេះតទៅទៀតមិនបានទេចំណែកឯជាស្ដាវិញក៏មិនខុសពីម្ដាយដែរដល់ពេលនេះហើយបើបណ្ដោយបែបនេះទៀតម៉ាក់គាត់មិនព្រមលែងខ្ញុំនិងប្រពៃឲ្យមានក្តីសុខទេមុនប្រពៃចុះពីឡានទៅធ្វើការជាស្ដាបាននិយាយប្រាប់ប្រពៃពីដំណឹងមួយល្ងាចនេះអូនអត់មានរៀនទេត្រូវអត់ចាល្អហើយអញ្ចឹងចេញពីធ្វើការបងមកទទួលយើងទៅញ៉ាំអាហារពេលល្ងាចជុំគ្រួសាររបស់បងចង់ណែនាំអូនឲ្យប៉ាម៉ាក់បងស្គាល់ជាផ្លូវការតែវាដល់ពេលហើយណាអូនចេស្ដាបានចាប់ដៃប្រពៃហើយនិយាយសម្ដីយ៉ាងស្រទន់ទៅកាន់មិត្តស្រីជាទីស្រឡាញ់របស់ខ្លួនកុំខ្លាចឬព្រួយបារម្ភអីមិនថាមានបញ្ហាអ្វីក៏បងមិនទុកអូនចោលឲ្យនៅម្នាក់ឯងដែរបងស្រឡាញ់អូនចាំពាក្យនេះទុកហើយបងនឹងមិនបោះបង់អូនជាដាច់ខាតយើងនឹងជំនះទៅជាមួយគ្នាល្អអូនទុកចិត្តបងទាំងពីរនាក់ញញឹមនឹងផ្ដល់កម្លាំងចិត្តឲ្យគ្នារហូតមិនថាមានបញ្ហាអ្វីក៏ដោយលុះល្ងាចឡើងប្រពៃនិងចេស្ដាបានទៅដល់តុអាហារនៅផ្ទះរបស់លោកសទ្ធាតែម្ដងប៉ាម៉ាក់នេះគឺប្រពៃមនុស្សស្រីដែលខ្ញុំបានស្រឡាញ់ជម្រាបសួរលោកពូអ្នកមីងលើកដៃថ្វាយព្រះក្មួយអង្គុយចុះមកញ៉ាំបាយជុំគ្នាតែម្ដងទៅប្រពៃរៀបនឹងអង្គុយមិនទាន់បានស្រួលបួលផងអ្នកណាអញ្ជើញឲ្យឯងមកផ្ទះខ្ញុំដែរខ្ញុំជាអ្នកនាំប្រពៃមកខ្ញុំមិនហូបទៀតទេក្លិនមិនល្អនៅម្ដុំនេះលេបបាយមិនចូលអ្នកណាចង់នៅហូបតទៅទៀតក៏អញ្ជើញលោកស្រីចិន្តាក៏រៀបនឹងចាក់ចេញពីតុអាហារហើយតែប្រពៃនារីក្លាហានរបស់យើងក៏បាននិយាយឡើងតែខ្ញុំមានអ្វីគួរស្អប់ខ្ពើមដល់ម្លឹងទៅលោកស្រីវាតម្លៃនឹងស្អប់ខ្ពើមខ្ញុំតាំងពីមិនទាន់ដឹងសោះថាខ្ញុំជាអ្នកណាពួកយើងស្រឡាញ់គ្នាហើយខ្ញុំក៏មិនបានចូលក្បែរកូនប្រុសលោកស្រីព្រោះលុយដែរខ្ញុំធ្វើការចិញ្ចឹមខ្លួនឯងទោះខ្ញុំនៅតាក់ទងជាមួយកូនលោកស្រីបើខ្ញុំពិតជាចង់បានកូនលោកស្រីព្រោះលុយម្លេះពេលនេះខ្ញុំមិនបាច់ធ្វើអីទេព្រោះបងជាស្ដាក៏ព្រមឲ្យគ្រប់យ៉ាងមកខ្ញុំហើយហើយចង់ដឹងថាមិនបានជាយើងមិនចូលចិត្តឯងឬ
ព្រោះឯងគ្មានអ្វីស័ក្តិសមនឹងកូនប្រុសយើងសំបីបន្តិចព្រោះមានអ្នកផ្សេងដែលគេស័ក្តិសមជាងឯងរាប់រយដងជាស្ដាតាក់ទងជាមួយឯងក៏គ្មានអ្វីរីកចម្រើនទៅមុខដែរ បានហើយម៉ាក់ក្នុងរឿងនេះខ្ញុំគ្រាន់តែសុំឲ្យម៉ាក់គាំទ្រខ្ញុំទៅបានហើយខ្ញុំស្រឡាញ់អ្នកណាឬពេញចិត្តអ្នកណាខ្ញុំសូមជ្រើសរើសដោយខ្លួនឯងបានហើយកុំមានមាត់មានកនៅតុអាហារបែបនេះវាមិនល្អទេចំពោះរឿងនេះខ្ញុំថាម៉ាក់វាកុំទៅពាក់ព័ន្ធអីរឿងក្មេងៗទុកឲ្យក្មេងៗគេដោះស្រាយគ្នាទៅ